ពីលេខ1ដល់លេខ6ហើយចំណាត់ថ្នាក់លេខ1គឺបានទៅលើលោកម៉ៅសេតុងដែលជាអ្នកគ្រប់គ្រងរបបកុម្មុយនីសនៅឯប្រទេសចិនកាលពីឆ្នាំ1949ដល់ឆ្នាំ1976សម្រាប់មនុស្សរហូតដល់30លាននាក់រហូតដល់45លាននាក់ទៅទាំងគ្នាហើយខ្លះទៀតដែលមានព័ត៌មានខ្លះគេប៉ាន់ស្មានណាថាអាចលោទៅដល់60លាននាក់ទៀតអ្នកទាំងអស់គ្នាត្រឹមតែរយៈពេលមិនដល់30ឆ្នាំផងសម្រាប់មនុស្សបានសាហាវដល់ថ្នាក់ហ្នឹងអ្នកទាំងអស់គ្នាគោលនយោបាយគាត់ការជំនាន់ហ្នឹងដឹងហើយថាគាត់ធ្វើខុសឆ្គងអីខ្លះតាក់ទងជាមួយនឹងការបង្ក្រាបអ្នកដែលប្រឆាំងនយោបាយគាត់អំពើហិង្សាការធ្វើទរណកម្មយកទៅឃុំឃាំងនិងសម្លាប់ហើយដែលប្រជាជនដែលអត់ឃ្លានជាច្រើនអ្នកខ្លាំងមែនទែនទី2គឺបានទៅលើ Joseph Stalin ឬតែពាក្យ Stalin ហ្នឹងប្រហែលជាឮច្រើនណាស់ថាក្នុងប្រវត្តិសាស្ត្រត្រូវណាទាំងអស់គ្នាគឺជាមេដឹកនាំសូវៀតអ្នកទាំងអស់គ្នាឮហើយឥឡូវហ្នឹងគឺសូវៀតអត់មានទេប៉ុន្តែវានៅចំហាយសូវៀតជាច្រើនកន្លែងមែនទែននៅលើពិភពលោកយើងហ្នឹងសូវៀតដឹកនាំពី1924ដល់1953នេះធម្មរយៈពេលខ្ទង់ប្រហែលជា30ឆ្នាំដូចគ្នាដែលប៉ាន់ស្មានចំនួនមនុស្សដែលស្លាប់នៅក្រោមការគ្រប់គ្រងរបស់គាត់គឺពី15លាននាក់រហូតដល់20លាននាក់មូលហេតុចម្បងធំដែលស្លាប់ហ្នឹងគឺដូចគ្នាអញ្ចឹងការបង្ក្រាបអ្នកដែលប្រឆាំងការធ្វើសង្គ្រាមការយកមនុស្សទៅជំរុំទៅកសាងរបៀបដូចខ្មែរយើងនិយាយថាយកទៅកសាងហ្នឹងហើយដូចគ្នាអញ្ចឹងគឺសម្រាប់ច្រើនមែនតើរហូតដល់15លាននាក់រហូតដល់20លាននាក់ហើយការជំនាន់ហ្នឹងក៏ធ្វើឲ្យមានផលប៉ះពាល់ទៅកាន់អ៊ុយក្រែនដែរការអ៊ុយក្រែនគឺអត់ឃ្លានខាងមែនទែនតាក់ទងជាមួយសង្គ្រាមហ្នឹងគឺរងផលប៉ះពាល់ខ្លាំងមែនទែនលំដាប់ថ្នាក់លេខ3អ្នកទាំងអស់គ្នាលេខ3គឺអាល្លឺម៉ង់ណាស៊ីអ្នកទាំងអស់គ្នាគឺ Adolf Hitler ហ្នឹងក៏ល្បីដែរ1933រហូតដល់1945ដែលស្លាប់មនុស្សពី15លាននាក់រហូតដល់20លាននាក់ដូចគ្នាអ្នកទាំងអស់គ្នាអាហ្នឹងគឺគេអត់រាប់បញ្ចូលអ្នកដែលស្លាប់នៅក្នុងសង្គ្រាមលោកលើកទី2ហ្នឹងណាគេអត់រាប់ចូលទេណាគេគិតតែរបបតែគាត់បានកាន់ជាមេថ្នាក់ដឹកនាំហ្នឹងទេអញ្ចឹងគឺគាត់ដូចគ្នាអ្នកនរមិនខុសគ្នាទេប៉ុន្តែគាត់ថាស្លាប់ច្រើនហ្មងគឺតាក់ទងជាមួយនឹងនយោបាយហើយនឹងសង្គ្រាមនឹងឯងលេខ4ជាប់ចំណាត់លេខ4គឺជាគាត់មិនមែនជាមេថ្នាក់ដឹកនាំដែលជាប្រជារាស្ត្រឡើងជាមេថ្នាក់ដឹកនាំទេគាត់គឺជាសកម្មកម្មមុននេះបែបតែម្ដងនេះយើងហៅថាព្រះអង្គម្ចាស់ហ្នឹងគឺ Leopold II ដែលគាត់កាន់តាំងពីឆ្នាំ1885ដល់ឆ្នាំ1908អ្នកដែលស្លាប់គឺពី10លានដល់15លានអ្នកដូចគ្នាហើយមូលហេតុហ្នឹងគឺគាត់បង្ខំឲ្យប្រជាជនហ្នឹងគឺធ្វើការកាត់កស៊ូហ្នឹងហើយកាត់កស៊ូកាត់ជំនាន់ហ្នឹងហើយប្រអត់ឃ្លានប្រន់ទាទោសគឺខុសខើមែនតែនស្លាប់មនុស្សជាច្រើនអ្នកប្រើអំពើហិង្សាខ្លាំងដូចគ្នាហើយរសារការជំនាន់ហ្នឹងគឺវាតាំងពី1885អញ្ចឹងព័ត៌មានខ្លះដែលយើងទទួលបានមកគឺវាអត់សូវជាក់លាក់ខ្លាំងទេប៉ុន្តែវាអាចខ្ទង់ប៉ុណ្ណឹងហើយអ្នកទាំងអស់គ្នាអាចទូ research មើលបានបន្ថែមទៅលើការគ្រប់គ្រងរបស់គាត់ហ្នឹងពីព្រោះដោយសារតែវាយូរខ្លាំងដែរមកហើយលំដាប់ឋានលេខ5អ្នកទាំងអស់គ្នាទីមើលថាតើលំដាប់ឋានលេខ5បានទៅលើប្រទេសណាហើយទិនរូបណាដែរគឺលោកប៉ុលពតហ្នឹងហើយបាទលោកចោមសៀតហ្នឹងហើយបាទកម្ពុជាយើងជាប់លំដាប់ថ្នាក់លេខ5នៅពិភពលោកគេដែរអ្នកទាំងអស់គ្នាពី1975រហូតដល់1979ដែលមានអ្នកស្លាប់រហូតដល់ពី1លានកន្លះរហូតដល់2លាននាក់1លានកន្លះដល់2លាននាក់ច្រើនមែនទែនច្រើនខ្លាំងខ្ញុំនិយាយថាច្រើនខ្លាំងមិនដល់ថា10 20លានទេគេប៉ុន្តែខ្ញុំនៅតែនិយាយថាច្រើនខ្លាំងមែនទែនដោយសារតែអីដោយសារតែចំនួនតួលេខនេះគឺវា20%នៃប្រជាជនយើងឯងគេស្លាប់រហូតដល់10 20លាននាក់30លាននាក់ក៏គេអត់ទាន់ដល់10%អីចឹងដូចយើងដែរយើងគឺរហូតដល់20ចំនួន20%នៃចំនួនប្រជាជនស្រុកយើងទាំងអស់នៅកម្ពុជាចំនួននឹងសាមែនទែនហើយដោយសារតែអីគេដឹងហើយការបង្ខំជំនះប្រជាជនចេញពីទីក្រុងទៅរស់នៅលំបាកវេទនានៅឯតាមខេត្តអត់អាហាររស់នៅក្រោមរបបផ្ដាច់ការរបស់គេអត់អាហារវាយធ្វើបាបយកទៅឃុំយកទៅឃាំងនិយាយទៅគឺគ្រប់សពតែម្ដងហ្នឹងគឺរបបផ្ដាច់ការរបស់ប៉ុលពតហ្នឹងទី6ទាញមើលថាតើទី6ជាប់លើចំណាត់ថាទី6លើពីណាគេដែរគឺលោកគីមអ៊ីលសុងឃើញឮសូរតកូលគីមហ៎ជាពីណាគេគឺជាជីតារបស់លោកគីមចុងអ៊ុនហ្នឹងហើយគីមអ៊ីលសុងហ្នឹងគឺជា master ឯងគាត់ជា legendary ឯងដំបូងគេហ្នឹងដែលតាំងពី8កូរ៉េចេញជា2មកហ្នឹងហ្នឹងហើយអញ្ចឹងគឺប្រទេសកូរ៉េខាងជើងណាកុំច្រឡំកូរ៉េខាងត្បូងគឺកូរ៉េខាងជើងពី1948ដល់រហូតដល់1994អ្នកដែលស្លាប់គឺពី1លានទៅ2លានអ្នកដូចគ្នាអ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុងរបបគាត់ហ្នឹងដែលចេញមកគឺផ្ដាច់ការបែបហ្នឹងបិទគប់ប្រទេសខ្លួនឯងហ្នឹងអ្នកទាំងអស់គ្នាប្រជាជនគឺអត់ឃើញខ្លាំងមែនទែនសេដ្ឋកិច្ចដើរល្អទេគឺស្លាប់ដូចគ្នាអញ្ចឹងគឺការប្រអត់អាហារអត់ឃ្លានអត់ស៊ីអត់ឃ្លានការយកទៅសម្រាប់យកទៅឃុំឃាំងអញ្ចឹងគឺស្លៀងគ្នាមែនទែនតែម្ដងអញ្ចឹងមិនថាប្រព័ន្ធនយោបាយប្រភេទបែបហ្នឹងតើអ្នកទាំងអស់គ្នាគិតមិនដែរខ្ញុំសូមអត់និយាយច្រើនទេពីព្រោះប្រវត្តិសាស្ត្របានចារមកហើយបានឃើញជាច្រើនទោះបីជាអ្នកទាំងអស់គ្នាចង់ប្រកែកគ្នាក៏មិនអាចប្រកែករួចដែរអញ្ចឹងមានអីខាពី
ខ្ញុំគាត់ថាគិតថាសាហាវនៅលើโลกនេះមនុស្សតែម្នាក់បើយើងគិតទៅគឺចង់ពឺសបលមនុស្សតែម្នាក់អាចបញ្ជាមនុស្សរាប់លានអ្នកឲ្យសម្លាប់មនុស្សរាប់លានអ្នកផ្សេងទៀតបានអញ្ចឹងបានថាសាហាវមែនតើអ្នកទាំងអស់គ្នាអត់មានសាហាវជាងមនុស្សទេសូមជួយ follow ខ្ញុំផងខ្ញុំឡោរ៉េនសូមអរគុណច្រើន